សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមក challenge មួយខ្ញុំណាថ្ងៃនេះយក10អឺរ៉ូទៅផ្សារមើលទិញបានអីគេខ្លះអញ្ចឹងយើងមកមើលអានេះពពុះសាច់ក្រកសាច់អីហ្នឹងគឺ3អាជាងអត់ទិញទេ unhealthy food អញ្ចឹងញ៉ាំតែរបស់ដែល healthy food អញ្ចឹងខ្ញុំក៏ទិញជាមួយនឹងស្លាបមាន់នេះបងមើលតម្លៃណាគាត់ថាម្សិលមិញហ្នឹងខ្ញុំទៅផ្សារទិញសាច់ជ្រាមទុកហើយអញ្ចឹងថ្ងៃនេះគឺចង់ទិញគ្រឿងស្ងោរតឡាចហើយនឹងស្លាបមាន់អាំងអញ្ចឹងស្លាបមាន់នេះ299ហើយនេះបងអាចមើលបានហើយឆ្អឹងចេនីនេះគឺ6ជាងតែមើលទៅដូចអត់សូវមានសាច់ទេចឹងយើងមកមើលឲ្យបាត់បន្តទៀតហើយនឹងจะមើល10អឺរ៉ូទិញបានអីគេខ្លះអានេះគ្រឿងកំប៉ុងគ្រឿងកកគ្រឿងអីគឺអត់ទេគឺ select ញ៉ាំតែរបស់ស្រស់ៗយកមកចម្អិននេះនិយាយរួមអានេះគឺជាប្រភេទទឹកដោះគោមានគ្រឿងផ្លែឈើមានពាំងបាជូរមានអីចឹងណាចាដើរទៅក៏ឃើញជាមួយនឹងស៊ូនីឈីល្អក៏ទិញជាមួយនឹងស៊ូនីឈីដើម្បីទុកស្ងោរតឡាចអាហ្នឹងគឺខ្ញុំញ៉ាំជំនួសតឡាចចានិយាយរួមរសជាតិវាស្តៀងគ្នាហើយនឹង broccoli ផងដែរតោះយើងមកសរុបទាំងអស់គ្នាថា challenge យើង10អឺរ៉ូហ្នឹងទិញបានអីគេខ្លះដោយសារតែឥឡូវគឺអវ៉ាន់ឡើងថ្លៃគួរសមចាថ្ងៃនេះទិញបានជាមួយនឹងចេកពងមាន់ក៏ដូចជាទឹកផ្លែឈើហើយក្រូសង់ជាមួយនឹង broccoli ហើយ sunichi ហើយនឹងស្លាបមាន់អញ្ចឹងសរុបទៅវាចូលដល់12អឺរ៉ូជាងចាយគឺ fair ហើយ